សួស្តីនិងសូមជម្រាបសួរពុកម៉ែបងប្អូនអ៊ំពូមីងទាំងអស់គ្នាថ្ងៃនេះនាងខ្ញុំមកធ្វើជ្រក់ផ្កាថ្ងាន់ដែលមានរសជាតិឆ្ងាញ់ហើយថែមទាំងមានពណ៌លឿងស្អាតទៀតផងដោយដែលពុកម៉ែបងប្អូនអ៊ំពូមីងទាំងអស់គ្នាបានដឹងស្រាប់ហើយថារដូវកាលនេះគឺជារដូវកាលដែលផ្កាថ្ងាន់កំពុងតែចាយរីកស្គុះស្គាយពេញទាំងដើមតែម្ដងហើយមិនត្រឹមតែប៉ុណ្ណោះផ្កាថ្ងាន់យើងក៏អាចបេះវាយកមកធ្វើជ្រក់ដើម្បីទុកបរិភោគបានយូរថែមទៀតផងតោះចង់ដឹងថារបៀបធ្វើជ្រក់ផ្កាថ្ងាន់របស់នាងខ្ញុំបែបណាសូមទៅតាមដានជាមួយនឹងនាងខ្ញុំទាំងអស់គ្នាជាដំបូងគឺនាងខ្ញុំត្រូវទៅបេះផ្កាថ្ងាន់ជាមុនសិនរីឯផ្កាថ្ងាន់គឺនាងខ្ញុំត្រូវទៅដើរបេះនៅឯស្រែក្បែរកំពតព្រៃជិតផ្លូវ highway ដើរឆ្ងាយពីផ្ទះរបស់នាងខ្ញុំប្រហែល1 គីឡូម៉ែត្រដូចនាងខ្ញុំនិយាយខាងដើមវីដេអូអញ្ចឹងរដូវកាលនេះគឺជារដូវកាលដែលផ្កាថ្ងាន់កំពុងតែរីកចាយពេញទាំងដើមតែម្ដងខ្ចីក្រពុំល្អណាស់ហើយយើងក៏មិនអាចកែច្នៃធ្វើអ្វីបានក្រៅតែអំពីធ្វើជ្រក់នោះឡើយយើងអាចទុកបរិភោគជាមួយនឹងទឹកគ្រឿងក៏បានយើងអាចយកទៅញ៉ាំជាមួយត្រីអាំងក៏បានដែរហើយចំពោះផ្កាថ្ងាន់នេះផងដែរពុកម៉ែបងប្អូនប្រសិនបើយើងទៅបេះមិនតាន់គេគឺថាអស់ពីដើមតែម្ដងថ្ងៃនេះគឺនាងខ្ញុំមកបេះតែម្នាក់ឯងនោះទេមេឃណាដែលបេះដល់គឺនាងខ្ញុំបេះបន្លេះដោយដៃហើយចំពោះមេឃណាដែលបេះមិនដល់គឺនាងខ្ញុំត្រូវឡើងដើមទៅបេះខាងលើដើមបើនិយាយអំពីផ្ការបស់វាវិញគឺថាកំពុងតែក្រពុំខ្ចីល្អណាស់ពេញឆ្ងាញ់តែម្ដងតែនាងខ្ញុំមិនសូវមានជំនាញនៅក្នុងការឡើងដើមឈើដូច្នេះហើយនាងខ្ញុំបេះមិនសូវបានច្រើននោះទេតែល្មមអាចបាត់ធ្វើជ្រក់បានឥឡូវនេះផ្កាថ្ងាន់គឺនាងខ្ញុំបានបេះយកមកដល់ផ្ទះហើយពុកម៉ែបងប្អូនអើយនិយាយពីថាផ្កាវិញគឺថាឃើញហើយខ្វះកតែម្ដងហើយនាងខ្ញុំក៏មិនបង្អង់យូរដែរនាងខ្ញុំក៏ចាប់ដើមធ្វើបន្តទៅទៀតជាដំបូងគឺនាងខ្ញុំត្រូវចាក់ទឹកដាក់ចូលទៅក្នុងចានដែករួចហើយក៏ចាប់ដើមដាក់ផ្កាថ្ងាន់ចូលទៅក៏បន្តលាងសម្អាតកញ្ជ្រោកឡើងកញ្ជ្រោកចុះរហូតតតែផ្កាថ្ងាន់នឹងជ្រះដីបានល្អនិងកម្ចាត់ភាពកខ្វក់ទើបនាងខ្ញុំចាប់ដើមស្រង់ចេញការធ្វើរបស់នាងខ្ញុំគឺនាងខ្ញុំធ្វើចំនួន3ដងផងដែរឲ្យប្រកាសថាផ្កាថ្ងាន់របស់យើងបានស្អាតបានល្អជាបន្តមកទៀតគឺនាងខ្ញុំមានក្រឡកែវមួយដែលស្អាតរួចហើយនាងខ្ញុំក៏ចាប់ដើមដាក់ផ្កាថ្ងាន់ចូលទៅនិងចាប់ដើមដាក់ទឹកជាធម្មតាយើងចូលទៅឲ្យលិចផ្កាថ្ងាន់ផងដែរនាងខ្ញុំមានចានដើម្បីសង្កត់ផ្កាថ្ងាន់ឲ្យលិចចូលទៅក្នុងទឹកទើបនាងខ្ញុំចាប់ដើមយកទៅដាក់ហាលថ្ងៃចំនួន1យប់ស្អែកឡើងនាងខ្ញុំចាប់ដើមបដូរទឹកថ្មីហើយនាងខ្ញុំដាក់ហាលថ្ងៃចំនួន1យប់ទៀតហើយចំពោះថ្ងៃទី3នេះផងដែរគឺនាងខ្ញុំដាក់ទឹកអង្ករវិញម្ដងទឹកអង្ករនេះផងដែរគឺនាងខ្ញុំមានលាយអំបិលចំនួនកន្លះកូនចានផងដែរប្រសិនបើពុកម៉ែបងប្អូនចង់ទុកឲ្យបានយូរបងប្អូនដាក់អំបិលឲ្យបានច្រើនទៅតែបើចំពោះនាងខ្ញុំគឺធ្វើដើម្បីញ៉ាំភ្លាមគឺនាងខ្ញុំប្រើអំបិលតែបន្តិចទេហើយក៏បន្តដាក់ចោលហាលថ្ងៃចំនួន1យប់ទៀតស្អែកឡើងគឺយើងអាចញ៉ាំបានហើយឥឡូវនេះផ្កាថ្ងាន់របស់នាងខ្ញុំគឺជូរល្មមអាចញ៉ាំបានហើយផ្កាថ្ងាន់យើងអាចយកទៅញ៉ាំលេងទៅទេក៏បានយើងអាចយកទៅញ៉ាំជាមួយនឹងត្រីអាំងក៏បានឬក៏យើងអាចយកទៅធ្វើជាអន្លក់ដើម្បីញ៉ាំជាមួយនឹងទឹកគ្រឿងរឹតតែឆ្ងាញ់ថែមទៀតផងចំពោះវីដេអូនៃការធ្វើជ្រក់ផ្កាថ្ងាន់របស់នាងខ្ញុំក៏បានមកដល់ទីបញ្ចប់ផងដែរនាងខ្ញុំក៏សូមអរគុណដល់ពុកម៉ែបងប្អូនអ៊ំពូមីងមេទាំងអស់គ្នាដែលបានទស្សនាវីដេអូនេះតាំងពីដើមរហូតមកដល់ចប់ជាចុងក្រោយនាងខ្ញុំក៏សូមអរគុណដល់ពុកម៉ែបងប្អូនអ៊ំពូមីងមេទាំងអស់គ្នាជួបតែសំណាងល្អនិងមានសុខភាពល្អចាំជួបនាងខ្ញុំនៅវីដេអូក្រោយៗនឹងថ្មីប្លែកៗបន្តទៀតសូមជម្រាបលា